បច្ចុប្បន្ននៅក្នុងតំបន់បឹងធំបញ្ហានេសាទខុសច្បាប់បានកើតឡើងជាច្រើនដែលបង្កឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះទោះបីមានការទប់ស្កាត់ពីអាជ្ញាធរមន្ត្រីជំនាញអង្គការនានានិងមានការចូលរួមពីប្រជាពលរដ្ឋមួយចំនួនក៏ដោយគេសង្កេតឃើញថាការប្រព្រឹត្តបទល្មើសនេសាទនៅតែបន្តកើតមានហើយមានការកើនឡើងទៀតផងដោយសារតែការអនុវត្តរបស់អាជ្ញាធរមិនសូវមានប្រសិទ្ធភាពថ្មីៗនេះក្រមយុវជនបានខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយការយល់ដឹងពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងគោលបំណងពញ្ញាស្មារតីដល់ប្រជាពលរដ្ឋនិងស្វែងយល់ពីបញ្ហានៃផលប៉ះពាល់ក្នុងសហគមន៍របស់ពួកគាត់ព្រមទាំងបង្កើនការសហការរវាងប្រជាពលរដ្ឋនិងអាជ្ញាធរដើម្បីទប់ស្កាត់និងកាត់បន្ថយបទល្មើសនេសាទដូចនេះតើអាជ្ញាធរនិងមន្ត្រីជំនាញគួរធ្វើបែបណាបន្តទៀតហើយថាតើយុវជនពួកគាត់អាចចូលរួមធ្វើសកម្មភាពដូចម្តេចខ្លះសូមស្ដាប់លោកអឿនស្រួលធ្វើសេចក្តីរាយការណ៍បើយើងធ្វើដំណើរចេញពីទីរួមខេត្តកំពង់ចាមចម្ងាយប្រហែល30គីឡូម៉ែត្រយើងនឹងដល់បឹងធំដែលជាបឹងមួយមានសក្តានុពលខ្លាំងក្លាសម្រាប់ជីវៈចម្រុះគ្រប់ប្រភេទបឹងធំមានទំហំប្រមាណជា48ហិកតានិងមានទទឹងប្រមាណ7គីឡូម៉ែត្រព្រមទាំងបណ្ដោយ14គីឡូម៉ែត្រហើយហ៊ុំព័ទ្ធដោយស្រុក3គឺស្រុកព្រៃឈរស្រុកកំពង់សៀមនិងស្រុកកងមាសបឹងធំបាននឹងកំពុងចិញ្ចឹមជីវិតប្រជាពលរដ្ឋជាច្រើនដែលរស់នៅជុំវិញហើយពីមុនប្រជាពលរដ្ឋតែងតែអាស្រ័យផលក្នុងបឹងនេះតាមរយៈការនេសាទជាលក្ខណៈគ្រួសារពួកគេមិនដែលជួបបញ្ហាលំបាកអ្វីឡើយប៉ុន្តែរយៈពេលប្រមាណឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាបទល្មើសនេសាទបន្តកើតមានជាបន្តបន្ទាប់ដោយប្រជាពលរដ្ឋខ្វះការយល់ដឹងមួយចំនួននិងអ្នកមានប្រាក់និងបកពួកបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងបឹងនេះបញ្ហាទាំងនេះបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនជួបផលលំបាកដោយពួកគាត់មិនអាចទាញយកផលប្រយោជន៍ពីបឹងនេះបានបន្តទៀតឡើយហើយឆ្នាំចុងក្រោយនេះក៏ឃើញមានអាជ្ញាធរពាក់ព័ន្ធពិសេសយុវជនក៏បានចូលរួមច្រើនក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅពិសេសអ្នករស់នៅជុំវិញបឹងធំឲ្យយល់ដឹងក្នុងការថែរក្សាធនធានជលផលនិងឲ្យពួកគាត់យល់ដឹងពីផលប៉ះពាល់ពីការនេសាទខុសច្បាប់កំពុងអង្គុយស្ដាប់វិទ្យុក្រោមរោងនៅខាងមុខផ្ទះមានសម្បុរសអ្នកស្រីសូអានមានវ័យ63ឆ្នាំប្រកបរបរជាកសិកររស់នៅក្នុងភូមិកំពង់សំណាញ់ឃុំមានស្រុកព្រៃឈរខេត្តកំពង់ចាមបានមានប្រសាសន៍ថាបញ្ហានេសាទខុសច្បាប់នៅក្នុងបឹងធំសពថ្ងៃគឺកំពុងតែកើតមានហើយឧបករណ៍នេសាទខុសច្បាប់ក៏ទំនើបនិងច្រើនជាងមុនដែរដូចនេះបទល្មើសនេសាទមានការកើនឡើងជាងមុនអ្នកស្រីបន្តថាកន្លងមកគាត់បានឃើញក្រុមយុវជនឧស្សាហ៍ចុះមកធ្វើការផ្សព្វផ្សាយតាមរយៈរូបភាពផ្សេងៗក្នុងគោលបំណងពង្រឹងចំណេះដឹងដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីការថែរក្សាធនធានជលផលនៅតំបន់បឹងធំនិយាយទៅខាងក្រមទេដែលមានការរើសអើងចំពោះរាជរដ្ឋាភិបាលគឺគេកំពុងតែផ្ដោតលើយុវជនហ្នឹងអញ្ចឹងយុវជនមិនមានអីគួរឲ្យភ័យខ្លាចទេព្រោះឱកាសនេះវាជាឱកាសរបស់ខ្លួនហើយក៏មានការភ័យខ្លាចត្រូវតែតស៊ូខ្ញុំគិតថាក្រមសមាគមយុវជន KYA ដែលចុះមកផ្សព្វផ្សាយឃើញច្រើនលើកច្រើនសារនិយាយពីរឿងចូលរួមការពារធនធានធម្មជាតិលុបបំបាត់នៅឧបករណ៍នេសាទខុសច្បាប់តែមិនមានការថយចុះដោយសារតែគេប្រើលុយខ្ញុំគិតថាអាជ្ញាធរនៅក្នុងភូមិរបស់ខ្លួនឯងផ្ទាល់ដែលកំពុងតែផលផុសនៅឧបករណ៍នេសាទហ្នឹងគួរតែឲ្យមានការសហការជាមួយយុវជនដែលគាត់ចុះមកសហការសុំការអនុញ្ញាតធ្វើអីគាត់គួរតែចូលរួមគាត់គួរតែបើកឱកាសទូលាយដល់យុវជនកំពុងរៀបចំចំណីឲ្យជ្រូកមានផ្ទះនៅជាប់មាត់បឹងធំកញ្ញាគីមហួងមានអាយុ16ឆ្នាំមុខរបរជាសិស្សរស់នៅភូមិកំពង់សំណាញ់ដែរនោះបានរៀបរាប់ថាកន្លងមកកញ្ញាតែងតែឃើញក្រុមយុវជនជាច្រើនរបស់សមាគមយុវជនខ្មែរបានធ្វើសកម្មភាពផ្សេងៗនៅតំបន់បឹងធំដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់នៃការបាត់បង់ធនធានជលផលនិងការនេសាទខុសច្បាប់ជាដើមកញ្ញាបន្តថាមូលហេតុខាងលើនេះហើយដែលបានជំរុញឲ្យគាត់លះបង់ពេលវេលាហើយស្ម័គ្រចិត្តចូលរួមជាមួយក្រុមនេះព្រោះទទួលបានផលប្រយោជន៍ច្រើនណាស់សម្រាប់រូបគាត់ផ្ទាល់និងប្រជាពលរដ្ឋទូទៅស្ដីពីចំណេះដឹងទាក់ទងនឹងការអភិរក្សនិងថែរក្សាធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយកុំឲ្យបាត់បង់
ចាចំពោះខ្ញុំផ្ទាល់ខ្ញុំបានចោះតាមរយៈក្រុមបណ្ដាយុវជនដែលគាត់បានហៅខ្ញុំចូលរួមខ្ញុំបានចូលរួមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋតាមរយៈសមាគមយុវជនខ្មែរហើយសកម្មភាពដែលពួកខ្ញុំធ្វើហ្នឹងមានការចោះចែកខិត្តប័ណ្ណយុទ្ធនាការជិះកង់វេទិកាសាធារណៈមូលហេតុដែលខ្ញុំចូលរួមនៅក្នុងសកម្មភាពបែបហ្នឹងទី1ខ្ញុំចង់បានចំណេះដឹងហើយចង់បានបទពិសោធន៍ហើយចង់ឲ្យភូមិកំពង់សំណាញ់ហ្នឹងថៃហ្នឹងចង់ឲ្យបានគង់វង្សឲ្យបានយូរហើយទៅចង់ឲ្យប្រជាពលរដ្ឋគាត់យល់ដឹងបន្ថែមទៀតក្នុងការនេសាទត្រីខុសច្បាប់ហ្នឹងចង់ឲ្យពួកគាត់បញ្ឈប់នេសាទត្រីខុសច្បាប់ហ្នឹងឲ្យបានដើម្បីក្មេងៗជំនាន់ក្រោយគាត់រស់នៅក្នុងភូមិហ្នឹងគាត់មានមុខរបរផ្ទាល់ខ្លួនហើយចង់ឲ្យពួកគាត់ហ្នឹងយល់ដឹងពីការនេសាទត្រីខុសច្បាប់ហ្នឹងថាវាមានផលប៉ះពាល់ខ្លាំងបំផុតបើតាមការឲ្យដឹងពីប្រជាពលរដ្ឋថាចំពោះការទប់ស្កាត់បទល្មើសនេសាទកន្លងមកអាជ្ញាធរនិងមន្ត្រីជំនាញនៅក្នុងតំបន់បឹងធំគឺហាក់ដូចជាមិនសូវមានប្រសិទ្ធភាពឡើយទើបជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់បឹងធំក៏មានការបង្កើតសហគមន៍នេសាទមួយផងដែរដើម្បីគ្រប់គ្រងការនេសាទនិងធានាឲ្យបាននៅការចូលរួមថែរក្សាធនធានជលផលឲ្យបានគង់វង្សប៉ុន្តែសមាគមមិនមានសិទ្ធិនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើសទាំងនោះទេធ្វើឲ្យការបង្ក្រាបមិនមានប្រសិទ្ធភាពឡើយឆ្លើយតបទៅនឹងបញ្ហានេះត្រូវបានលោកមុនឆៃលៀងប្រធានសហគមន៍នេសាទសាមគ្គីបឹងធំឲ្យដឹងថាលោកទទួលស្គាល់ចំពោះការលើកឡើងពីប្រជាពលរដ្ឋដែលថាបទល្មើសនេសាទមានការកើនឡើងហើយក្នុងនោះរាល់ថ្ងៃពួកគាត់មិនបានប្រងើយកន្តើយទេប៉ុន្តែលោកថាពួកគាត់ក៏ពិបាកដោយសារខ្វះសម្ភារៈចុះត្រួតពិនិត្យណាមួយពួកគាត់គ្មានសិទ្ធិចុះបង្ក្រាបទេលោកបានបន្តថាឆ្នាំនេះគាត់ឃើញមានយុវជនច្រើនដែលមានស្មារតីខ្ពស់ក្នុងការចូលរួមធ្វើការផ្សព្វផ្សាយផ្សេងៗដល់ប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់បានយល់ដឹងពីសារៈប្រយោជន៍នៃការថែរក្សាសម្បត្តិធនធានជលផលនៅតំបន់បឹងធំកម្មភាពចុះបង្ក្រាបបទល្មើសនេះប្រហែលជានៅក្នុងបឹងធំមិនជាថយចុះទេមូលហេតុជំនាញក៏អត់ទៅចុះអញ្ចឹងខាងយុវជនវាផងផ្សព្វផ្សាយណាដល់កម្មភាពនេសាទខុសច្បាប់ហ្នឹងក៏ទៅមែនទេបាទហើយរហូតដល់បើកវេទិកាបើចំពោះខ្ញុំជឿថាយុវជនក៏សំខាន់បានខ្ញុំនិយាយថាក៏សំខាន់ព្រោះគាត់ដើរផ្សព្វផ្សាយគាត់បើកវេទិកាគ្រប់កន្លែងដែលគាត់ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងនៅកម្មភាពបទល្មើសនេសាទនេះនៅពេលគាត់បើកវេទិកាគឺខ្ញុំចូលរួមជាមួយគាត់រហូតដែរជួយផ្សព្វផ្សាយឲ្យលើកទឹកចិត្តរបស់គាត់ឲ្យគាត់មានឆន្ទៈក្លាហានជួយផ្សព្វផ្សាយឲ្យជួយហែកដល់ហែកជាក្បួនទៀតខ្ញុំគិតថាខាងឃុំមានរបស់ខ្ញុំគាត់ក៏ឯកភាពជាមួយយុវជនខ្មែររបស់យើងតែគាត់ជួយផ្សព្វផ្សាយគាត់មានឆន្ទៈកោតឆោផ្សព្វផ្សាយនៅប្រជាពលរដ្ឋនៅគ្រប់កន្លែងទាំងអស់គាត់ជួយអញ្ចឹងគឺកន្លែងឃុំរបស់ខ្ញុំគឺគាត់សប្បាយចិត្តហើយប្រជាពលរដ្ឋគាត់បានយល់ដឹងបានច្រើនទាក់ទិននឹងការបង្ក្រាបបទល្មើសនេសាទនៅបឹងធំនេះដែរលោកឈិនឈិនជាក្រុមប្រឹក្សាឃុំមានក៏បានឲ្យដឹងដែរថាលោកគាំទ្រដល់ក្រុមយុវជនហើយលោកក៏បានចូលរួមគ្រប់សកម្មភាពរបស់យុវជនដែលចុះមកផ្សព្វផ្សាយនៅតំបន់បឹងធំនេះក្នុងនោះសូមលើកទឹកចិត្តដល់បងប្អូនជួយបន្តសកម្មភាពនេះទៀតលោកបន្តថាបទល្មើសនេសាទគ្មានការថយចុះទេបើតាមលោកសង្កេតមើលទៅដែលបញ្ហានេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋដែលតែងតែអាស្រ័យការនេសាទនៅតំបន់បឹងធំសប្តាហ៍ថ្ងៃនេះសំខាន់ណាស់ខ្ញុំឃើញគាត់រៀបចំធ្វើវេទិកាសាធារណៈគាត់ធ្វើពិធីចែកខត្តប័ណ្ណដង្ហែក្បួនអីគាត់តែងតែលើកអំពីការគ្រប់គ្រងធនធានជលផលហ្នឹងណាអញ្ចឹងខ្ញុំយល់ថាសម្រេចរបស់គាត់អាជ្ញាធរថ្ងៃក្រោយនឹងគាត់នឹងយកទៅពិចារណាហើយណាប៉ុន្តែបច្ចុប្បន្នហ្នឹងយើងឃើញថាធ្វើមិនបាន 100% ទេប៉ុន្តែកំពុងតែធ្វើដែរអាជ្ញាធរក៏យកចិត្តទុកដាក់ដែរហើយខ្ញុំឃើញសកម្មភាពរបស់យុវជននឹងគេថាគាត់ហាក់ដូចជាភ័យខ្លាចបាត់បង់អញ្ចឹងណាមកគាត់ចេះធ្វើញឹកញាប់ដែរហ្នឹងកន្លងមកយើងឃើញថាការជួយបង្កលក្ខណៈឲ្យយុវជនក្នុងការចុះធ្វើការងារហ្នឹងយើងមិនបានជួយអីច្រើនទេតែជួយបង្កលក្ខណៈដូចជាប្រម៉ែប្រមូលប្រជាជនឲ្យចូលរួមអញ្ចឹងណាលោកក៏បានបញ្ជាក់ដែរថាខាងឃុំបានចូលរួមច្រើនតែមិនមានសិទ្ធិអ្វីច្រើនទេបានត្រឹមតែណែនាំនិងធ្វើការផ្សព្វផ្សាយប៉ុណ្ណោះការបង្ក្រាបគឺអាស្រ័យទៅលើមន្ត្រីជំនាញរដ្ឋបាលជលផលប៉ុន្តែយើងគិតថាការធ្វើឲ្យបាត់បទល្មើសជលផលនោះវាដូចជាមិនងាយយើងឃើញថាច្បាប់ជលផលសភាបានអនុម័តតាំងពី2006អញ្ចឹងការដែលកើនឡើងក្រោយពេលដែលច្បាប់ចេញមកខាងរដ្ឋបាលជលផលគាត់ចុះផ្សព្វផ្សាយពីច្បាប់រហូតដល់ភូមិទៀតផង
ហើយឃុំក៏ជួយផ្សព្វផ្សាយអំពីច្បាប់ជលផលដែរប៉ុន្តែបទល្មើសចេះតែកើនឡើងបើនិយាយដល់អាជ្ញាធរឃុំมันមានអំណាចដល់ទៅប្រក្រាបទេណាទាល់តែខាងជលផលហៅមន្ត្រីជំនាញយើងឃើញថាមន្ត្រីជំនាញហ្នឹងគាត់ខ្វះបុគ្គលិកគាត់ខ្វះកម្លាំងរបស់គាត់អញ្ចឹងក៏អត់សូវបានចុះមកការផ្សព្វផ្សាយយើងចេះផ្សព្វផ្សាយទៅប្រជាជនគាត់ចូលស្ដាប់ឬគាត់មិនស្ដាប់អីយើងចេះតែផ្សព្វផ្សាយជានិច្ចកាលពិសេសខ្ញុំឃើញក្មួយយកចិត្តទុកដាក់ណាចុះញឹកញាប់ណារឿងទៅនិយាយអំពីបទល្មើសជលផលហ្នឹងណាជុំវិញបញ្ហានេះត្រូវបានលោកសុកស៊ីបូណេមានតួនាទីជាអ្នកសម្របសម្រួលថ្នាក់ខេត្តរបស់សមាគមយុវជនខ្មែរសាខាខេត្តកំពង់ចាមហៅកាត់ថា KYA បានឲ្យដឹងថាកន្លងមកសមាគមយុវជនខ្មែរបានធ្វើសកម្មភាពច្រើនសម្រាប់ការងារធនធានជលផលដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីផលប៉ះពាល់នៃការបាត់បង់ធនធានជលផលពីការនេសាទខុសច្បាប់និងអភិរក្សធនធានជលផលដែលមានស្រាប់ជាពិសេសនៅក្នុងតំបន់បឹងធំដែលជាតំបន់គោលដៅរបស់សមាគមយុវជនខ្មែរលោកបានបន្តថាការងារកន្លងមកអាចធ្វើទៅបានគឺអាស្រ័យដោយមានការសហការជាមួយសាលាខេត្តសាលាស្រុកព្រៃឈរក្រុមប្រឹក្សាឃុំដែលពាក់ព័ន្ធជាពិសេសឃុំមានរដ្ឋបាលជលផលនិងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមានអង្គការអាត60សមាគមនេសាទសាមគ្គីនិងប្រជាពលរដ្ឋក៏ដូចជាយុវជនជាច្រើននៅជុំវិញតំបន់បឹងធំលោកបន្តថាសូមឲ្យដៃគូទាំងអស់ពិសេសអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋបន្តសហការគ្នាបន្ថែមទៀតដើម្បីលើកទឹកចិត្តដល់យុវជនឲ្យពួកគាត់ចូលរួមថែរក្សាធនធានជលផលឲ្យបានគង់វង្សនិងកាន់តែមានប្រសិទ្ធភាពកន្លងមកយុវជនបានចូលរួមសកម្មភាពជាច្រើនដូចជាវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ជលផលចូលរួមយុទ្ធនាការដោយថ្មើរជើងនិងយុទ្ធនាការជីកង់ចូលរួមចែកខិត្តប័ណ្ណតាក់ទងទៅនឹងការបិទនៅរដូវនេសាទវេទិកាសាធារណៈផ្សេងៗនៅក្នុងឃុំនៅក្នុងភូមិគោលដៅរបស់សមាគមមួយទៀតគឺយុវជនបានចូលរួមនៅកិច្ចពិភាក្សាថ្នាក់ស្រុកដែលមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកព្រៃឈរហើយនិងរដ្ឋបាលជលផលការសហការកន្លងមកខ្ញុំគិតថាវាមានប្រសិទ្ធភាពខ្លាំងដែលយើងអនុវត្តគម្រោងនេះទៅធ្វើឲ្យប្រជាពលរដ្ឋខ្លះគាត់ផ្លាស់ប្ដូរអេរយាប័តរបស់គាត់ហើយអ្វីដែលខាងសមាគមចង់បានឲ្យមានប្រសិទ្ធភាពថែមទៀតគឺចង់ឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំគោលដៅរបស់សមាគមសូមឲ្យគាត់យកគំរូតាមប្រជាពលរដ្ឋដែលគាត់ផ្លាស់ប្ដូរអេរយាប័តខាងលើហើយខ្ញុំគិតថាប្រសិទ្ធភាពមួយទៀតគឺសមាគមតែងតែធ្វើរបាយការណ៍ជូនទៅសាលាខេត្តកំពង់ចាមហើយនឹងមួយទៀតយើងមានការប្រជុំជារៀងរាល់2ខែម្ដងនៅសាលាខេត្តហើយខ្ញុំបានរាយការណ៍ដោយផ្ទាល់មាត់ទៀតជូនទៅសាលាខេត្តកំពង់ចាមឆ្លើយតបទៅនឹងការលើកឡើងនេះត្រូវបានលោកហ៊ីងសុផានរិទ្ធនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមមានប្រសាសន៍ថារាល់ការលើកឡើងមួយចំនួនលោកទទួលស្គាល់ថាមានការយឺតយ៉ាវឬបង្ក្រាបមិនសូវមានប្រសិទ្ធភាពព្រោះតំបន់បឹងធំនៅឆ្ងាយពីខេត្តហើយកម្លាំងរដ្ឋបាលក៏មានតិចប៉ុន្តែលោកសូមច្រានចោលចំពោះការលើកឡើងថាមន្ត្រីជលផលមានការត្រូវរើឬមានការពុករលួយជាមួយជនល្មើសលោកបន្តថាខាងរដ្ឋបាលបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការផ្សព្វផ្សាយនិងបង្ក្រាបទៅលើជនល្មើសបើមិនរៀងចាលទេនឹងមានវិធានការតាមផ្លូវច្បាប់លោកបញ្ជាក់ថាលោកមានការត្រេកអរណាស់រាល់សកម្មភាពរបស់ក្រុមយុវជនដែលបានចូលរួមក្នុងសកម្មភាពបំផុសចំណេះដឹងដល់ប្រជាពលរដ្ឋស្ដីពីការថែរក្សាធនធានជលផលនិងផលប៉ះពាល់ដោយសារតែការនេសាទខុសច្បាប់យើងមិនត្រឹមតែជូនលិខិតឬមួយក៏ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទេយើងថែមទាំងធ្វើការបង្ក្រាបទៀតឃើញមានចាប់អប់រំគាត់ទៅហើយឲ្យគាត់ទៅវិញក្នុងករណីដែលបាត់ល្មើសនឹងវាតូចតាចបើសិនជាបាត់ល្មើសនឹងវាធំធ្ងន់ធ្ងរឧទាហរណ៍ដូចជាឧបករណ៍ឆក់ឬមួយក៏ការប្រើប្រាស់លូស្បែកមុខនោះយើងនឹងធ្វើបំណងបែបបត់បញ្ជូនទៅតុលាការបាទយើងធ្វើជាបណ្ដាជារៀងរាល់ខែបាទបើនិយាយពីលក្ខណៈច្បាប់គឺនៅក្នុងច្បាប់យើងគឺអាជ្ញាធរមូលដ្ឋានក៏ដូចជាបណ្ដាវគ្គគ្រប់ប្រភេទមានសិទ្ធិសហការនិងខាត់ចាប់បាត់ល្មើសនោះផ្ទាល់បានតែត្រូវបញ្ជូនសំណុំរឿងនឹងមកសមត្ថកិច្ចជំនាញយើងរៀបចំធ្វើនីតិវិធីទៅតាមបទល្មើសហើយខ្ញុំសូមជម្រាបថានៅក្នុងច្បាប់របស់យើងគឺការពិន័យគឺយើងមិនបែងចែកជាពីរទី1គឺពិន័យអន្តរកាលដោយសមត្ថកិច្ចជំនាញជលផលចំណុចទី2គឺតើតែតុលាការបានមានសិទ្ធិចំណែកលោកមានព្រហ្មនីមន្ត្រីអង្គកិច្ចការរបស់សមាគមអាត60ប្រចាំខេត្តកំពង់ចាមបានលើកឡើងថាកន្លងមកលោកមិនជឿជាក់លើការអនុវត្តរបស់អាជ្ញាធរទេព្រោះបទល្មើសនៅតំបន់បឹងធំនិងកន្លែងផ្សេងទៀតនៅតែកើតមានហើយការនេសាទដោយប្រើឧបករណ៍ខុសច្បាប់តាមរូបភាពធំក៏បង្ក្រាបគ្មានប្រសិទ្ធភាពពិសេសនៅបឹងធំតែម្ដងលោកបន្តថាយុវជនជាស្នូលយ៉ាងសំខាន់ចំពោះការចូលរួមផ្សព្វផ្សាយជាពិសេសពេលនោះយុវជននឹងមានការយល់ដឹងច្រើនបើយុវជនយល់មានន័យថាវាមានប្រសិទ្ធភាពច្រើនព្រោះយុវជនជាទំពាំងស្នងឫស្សី
បើតាមការលើកឡើងពីប្រជាពលរដ្ឋក្រមយុវជនសហគមន៍និងអាជ្ញាធរឃុំសុទ្ធតែបានចូលរួមយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសនេសាទការផ្ដល់នូវចំណេះដឹងផ្សេងៗដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីផលប៉ះពាល់នៃការបាត់បង់ធនធានជលផលប៉ុន្តែនៅតែមិនសូវមានប្រសិទ្ធភាពបញ្ហានេះគាត់បានទម្លាក់កំហុសទៅលើរដ្ឋបាលជលផលខេត្តដោយសារតែការអនុវត្តមានការយឺតយ៉ាវហើយមិនសូវឃើញចុះដល់មូលដ្ឋានឡើយមួយវិញទៀតពួកគាត់ខ្លាចមានការលួចលាក់ស៊ីសំណូកជាមួយជនល្មើសមួយចំនួនផងដែរប្រជាពលរដ្ឋនៅតែមានការភ័យខ្លាចព្រោះកន្លងមកមានជនល្មើសខ្លះបានគំរាមកំហែងដល់ប្រជាពលរដ្ឋណាដែលចូលរួមបង្ក្រាបបទល្មើសនេសាទតាមរយៈដុតទូកនេសាទការកាប់ទូកចោលនិងលួចម៉ាស៊ីនទូកបោះចោលជាដើមហើយសកម្មភាពទាំងនេះអាជ្ញាធរនៅមិនអាចវែកមុខរកជនល្មើសឃើញនៅឡើយរហូតមកដល់សប្តាហ៍ថ្ងៃនេះអាស្រ័យដូចនេះទៅពួកគាត់ទាមទារឲ្យមានការយកចិត្តទុកដាក់ពីមន្ត្រីរដ្ឋបាលជលផលធ្វើយ៉ាងណាឲ្យការអនុវត្តប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងធានាថាគ្មានអំពើពុករលួយនៅពីក្រោយខ្នងក្នុងនោះដើម្បីឲ្យធនធានជលផលនៅក្នុងបឹងធំនេះអាចផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជំនាន់ក្រោយបាននិងឲ្យប្រជាពលរដ្ឋមានការយល់ដឹងក្រមយុវជនបានចូលរួមសហការជាមួយអាជ្ញាធរសហគមន៍និងអ្នកពាក់ព័ន្ធធ្វើយ៉ាងណាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះឲ្យមានការយល់ដឹងនិងនាំគ្នាចូលរួមអភិរក្សធនធានជលផលឡើងវិញបទយកានេះផលិតដោយក្រុមយុវជនស្ម័គ្រចិត្តរបស់សមាគមយុវជនខ្មែរ1កញ្ញាសុកហៃ2កញ្ញាសុគា3កញ្ញាសុកមាន4កញ្ញាជុនដាលីន5កញ្ញាស្រីតាំង6យុវជនសុកម៉ៅដឹកនាំផលិតដោយលោកអឿនស្រួរមន្ត្រីព័ត៌មានខេត្តកំពង់ចាមគាំទ្រផលិតដោយសមាគមយុវជនខ្មែរខេត្តកំពង់ចាមហៅកាត់ថា KYA សូមអរគុណ